សម្រាប់វិធីសាស្ត្រក្នុងការសង្គ្រោះសត្វពេលដែលយើងគិតថាសត្វរបស់យើងពុលថ្នាំពុលអញ្ចឹងបងត្រូវចែកវិនាទីឲ្យច្បាស់ចែកពេលវេលាឲ្យច្បាស់ជាទូទៅដំណាក់កាល30នាទីដំបូងគឺជាឱកាសល្អឱកាសមាសដែលយើងត្រូវជួយគាត់30នាទីនេះគឺបងត្រូវតែធ្វើម៉េចឲ្យសត្វរបស់យើងក្អួតបើសិនជាបងយកមកពេទ្យនឹងដាក់ថ្នាំឲ្យក្អួតនៅពេលដែលក្អួតថ្នាំដែលយើងគិតថាជាសារធាតុពុលនឹងចេញមកក្រៅបានរហូតដល់ 90% អានោះគឺជាការល្អបំផុតដើម្បីសង្គ្រោះទី2បន្ទាប់ពីអស់ 90% នឹងហើយនៅសល់ 10% យើងនឹងប្រើថ្នាំបែនថ្នាំនេះគឺពពួក charcoal គឺជាធ្យូងខ្មៅគេដាក់ដើម្បីកុំឲ្យអាសារធាតុពុលនឹងអាប់សបគឺស្រូបយកដោយពោះវៀនធំពោះវៀនតូចគឺថ្នាំហ្នឹងគឺវាបែនសមាសធាតុពុលទាំងអស់ហ្នឹងចុះមកតាមលិមុខមកក្រោមអត់ឲ្យស្រូបយកទេតមកទៀតនីតិវិធីទី2គឺយើងបូមឈាមមកពិនិត្យមើលថាតើមានផលប៉ះពាល់ទៅដល់សរីរាង្គផ្សេងអត់ជាពិសេសគឺថ្លើមបើប៉ះពាល់ថ្លើមយើងប្រើថ្នាំជួសជុលថ្លើមទៅតាមក្រោយអញ្ចឹងឱកាសគឺជួយបានច្រើនតែបើសិនជាបងអត់អាចចែកពេលវេលាបានទេបងអត់ដឹងពេលវេលាដែលគាត់ស៊ីអាជាតិពុលនឹងចូលទៅក្នុងខ្លួនទេវារៀងលំបាកបន្តិចអញ្ចឹងចង់ពេលយកមកដល់ពេទ្យភ្លាមគឺយើងប្រើប្រាស់ថ្នាំឲ្យក្អួតភ្លាមដាក់ថ្នាំពពួក charcoal ភ្លាមហើយធ្វើតេស្តឈាមភ្លាមអាហ្នឹងដោយសារយើងអត់ដឹងពេលវេលាតែបើសិនបើយើងដឹងពេលវេលាយើងជួយបានច្រើនមែនទែនឱកាសរស់គឺច្រើន